Hello សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ភាគទី2នៃសាច់រឿងរបស់យើងប៉ុន្តែមកចុចដល់សាច់រឿងកុំភ្លេចជួយ Subscribe ជួយ Like ជួយ Share ក៏ដូចជា Comment លេខជាមួយមីមនឹងមួយផងណាកូនច្រើននៅឡើងទៅបន្តសាច់រឿងរបស់យើងទៅបន្ទាប់ពីបានឃើញវត្តមានគូនដឹងរបស់បងប្រុសខ្លួនហើយនោះគេក៏សម័យបកតមុននឹងបន្តិចមុនពេលដែលកម្មវិធីដើរនឹងចាប់ផ្ដើមគេក៏មានការជួបជុំគ្នានៅមុខភូមិគ្រឹះមានភ្ញៀវមានអីមកចូលរួមអញ្ចឹងណាក្នុងចំណោមនោះក៏មានលីពូជឺដែលជាកូនប្រុសបានច្រឡំផ្លាស់ប្ដូរគ្នាកាលពីទូជាមួយនឹងឈីងអ៊ីរបស់យើងនឹងឯងគាត់ចូលមកដល់ភ្លាមឃើញឈីងអ៊ីរបស់យើងគេក៏បានចូលមករយៈទៅហើយក៏ផ្ដាំផ្ញើថាពុកនេះបានទៅសេសបត់មកបារម្ភពីការរៀបការរបស់ឈីងអ៊ីនឹងណាប៉ុន្តែឈីងអ៊ីរបស់យើងមិនជឿឡើយកាលីរងសាងនឹងគេបានបារម្ភពីវិធីគោលការណ៍ទេគឺគេបារម្ភពីគ្រួសារហួរហើយនឹងបលែងដៃពីគេទាំងស្រុងមកជួយគ្រួសារមូរងវិញហើយឈីងអ៊ីរបស់យើងក៏ចេញទៅបាត់ទៅសត្វតែមានមនុស្សម្នាក់ហៅគេពីក្រោយថាទូគឺជាបងស្រីធំរបស់ពួកគេគឺមូរងចិនរួយឲ្យមានច្រឡំថាជាមីងតាមពិតទៅជាបងទេអ្នកទាំងអស់គ្នាពួកឃើញរៀងចាស់ហ៎ជឿអ្នកក៏សុំកុំឲ្យបងស្រីហៅឈ្មោះក្រៅគេនៅនឹងអីកុំឲ្យអ្នកផ្សេងបានលឺណានាងក៏យល់ព្រមហើយគេក៏មានបាយផ្កាមួយជូនទៅកាន់បងស្រីខំតែសប្បាយចិត្តចុងក្រោយឮប្អូននឹងប្រាប់ថាគឺគេអាណិតទៅលើអ្នកលក់តាមផ្លូវនឹងពេកក៏ជួយតែងទៅឲ្យតែងក្នុងតម្លៃថ្លៃទៀតប៉ុន្តែមិនអីទេបងស្រីម្នាក់ហ្នឹងគេព្រមទទួលយកយ៉ាងណាក៏ល្អជាងអ្នកខ្លះតែមិនបានគិតគូរដល់គ្រួសារអីទេមានតំណមរឿងមកថែមគេសម្ដៅដល់ឈិញអ៊ីរបស់យើងនឹងឯងហើយមកសតូលោកស្រីមូរងនឹងក៏បានមកដល់គ្រាន់តែឃើញអតីតកូននេះក៏ចូលតរៈតាក់ជាមួយហើយគេក៏ជូនបាច់ផ្កាមួយទៀតទៅកាន់លោកស្រីមូរងនឹងទៅថ្មីត្បិតតែលែងជាម្ដាយកូនពិតប្រាកដក៏ដោយប៉ុន្តែពួកគេនៅតែហៅគ្នាជាម្ដាយកូនអញ្ចឹងម្ដាយឯណែក៏មិនដឹងស្មានថាកូនមកចូលរួមកម្មវិធីនឹងទេព្រោះដឹងថាគេតាមតឡើងឋានៈទៅជាអធិការម្នាក់ប្រហែលជារវល់ការងារច្រើនណាតែគេថាមិនមកយ៉ាងម៉េចជាកម្មវិធីពិសេសរបស់គ្រួសារទាំងមូលនេះតែអ្នកម្ដាយនឹងមិនឲ្យគេមកអញ្ចឹងទេទោះរវល់យ៉ាងណាក៏គេមកដែរហើយម្ដាយកូនទាំងពីរនឹងគេក៏រុះរាយរាក់ទាក់ដាក់គ្នាអីអញ្ចឹងទៅធ្វើឲ្យលោកស្រីយ៉ាងដែលគេឈរមើលគិតថាពូជឺនឹងស័ក្តិសមជាកូនប្រុសរបស់លោកស្រីមូរងជាងលោកស្រីមូរងនឹងគេថាប្រកាសដែរព្រោះអីពូជឺនឹងគេធំឡើងក្បែរខ្លួនគាត់ចិញ្ចឹមដោយផ្ទាល់ដៃលោកអាកតញ្ញូនោះមិនអាចមកប្រៀបធៀបជាមួយនឹងកូនប្រុសរបស់គាត់បានទេហើយលែងពួយនិយាយដៀលគ្នានៅមុខគេអញ្ចឹងហ្មងណាតែពីណាគេមិនឈឺមកលឺអញ្ចឹងនេះឈិញអ៊ីរបស់យើងក៏ខំមួសង្កត់ចាត់ពួនមិនឲ្យគេឃើញទេពេលហ្នឹងឡៃអ៊ីក៏មកប្រាប់អ្នកប្រុសដល់ពេលវេលាហើយប៉ុន្តែលឺនឹងឈិញអ៊ីគេក៏សគីតិចដែរតែសួរថាបកាយបានអត់ទេក៏ចូលទៅឈររងចាំលោកស្រីដែលខ្លួនឯងមិនបានស្រឡាញ់នឹងបង្ហាញខ្លួនឡើងដើរចូលមកតែមុខនឹងក៏មិនចង់មើលផងហើយដើរមកក្បែរភ្លាមក៏ទៅនិយាយមិនល្អដាក់ឈិញអ៊ីរបស់យើងភ្លាមជឿទេថានាងនេះអាចសម្លាប់ប្តីខ្លួនឯងបានណាឈិញអ៊ីរបស់យើងក៏អស់សំណោចបើសិនជានាងធ្វើបានមែននោះគេសុំកោតសរសើរនាងហ្មងហើយបន្ទាប់មកក៏ដល់ពេលវេលាដែលរិនស៊ូគេបង្ហាញខ្លួននឹងឯងគ្រាន់តែឃើញវត្តមានកូនកំមុំម្នាក់នឹងធ្វើឲ្យឈិញអ៊ីរបស់យើងណែកៀងអស់ហើយក៏នឹកឃើញទៅដល់អនុស្សាវរីយ៍របស់ពួកគេទាំងពីរនេះដែលមើលទៅមានស្នេហាជាមួយគ្នារួចទៅហើយប៉ុន្តែពេលនេះមនុស្សស្រីដែលគេស្រឡាញ់បានคล้ายមកទៅជាគូដណ្ដឹងរបស់បងប្រុសគេទៅវិញតើនាងស្លាប់ហើយហេតុអីបានជានាងមកនៅទីនេះគេពិតជាចង់សួរនាងខ្លាំងមែនតែនប៉ុន្តែពេលនឹងសួរមិនបានទេបានត្រឹមតែមើលមុខនាងហើយឈិញយូឃើញចឹងក៏ណែនាំប្អូនប្រុសហ្មងទៅថានេះគឺជាអនាគតបងថ្លៃរបស់គេចាប់ពីថ្ងៃហ្នឹងទៅឲ្យគេហៅថាបងថ្លៃទៅចោមើលមុខស្នោះញញឹមប្រំប្រៃនោះហើយឈិញអ៊ីរបស់យើងក៏ប្រឹងហាមាត់ហៅគេថាបងថ្លៃទាំងដៃនឹងក្តាប់ឡើងជាប់ណែនតែរវាងគេទាំងពីរនាក់មានរឿងអ្វីកើតឡើងមានតែយើងទៅមើលអតីតកាលរបស់ពួកគេទាំងពីរនាក់សិនដែលគេបកទៅនិយាយកាលពី3ឆ្នាំមុនដែលឈិញអ៊ីរបស់យើងតែត្រឡប់មកពីសិក្សានៅបរទេសហើយគេអត់បានត្រឡប់ទៅផ្ទះវិញទេគេទៅទីក្រុងប៉េកាំងហើយក៏រកជួលផ្ទះមួយនៅទីនោះហើយអ្នកដែលជូនគេទៅមើលហ្នឹងក៏បានណែនាំប្រាប់គេទៅថាអ្នកជួលនៅមុនហ្នឹងគេបានរើចេញជាង1ឆ្នាំទៅហើយមិនធ្លាប់មានអ្នកជួលទៀតទេអញ្ចឹងហើយវារៀងអ៊ូអាំបន្តិចណាសិនជាអ្នកប្រុសមិនត្រូវការទេគេអាចណែនាំផ្ទះថ្មីឲ្យបានថិនអ៊ីហ្នឹងថាអីទេគេជួលយកកន្លែងហ្នឹងទៅចោធ្វើឲ្យអ្នកណែនាំហ្នឹងគេស្ទើរតែមិនជឿព្រោះរូបរាងរបស់ឈិនអ៊ីគឺជាកូនប្រុសអ្នកមានម្នាក់ហើយជាមានផ្ទះធំអីជាងហ្នឹងមិនអាចមកនៅផ្ទះតូចអីអញ្ចឹងទេតែដល់ឮថាឈិនអ៊ីគេបើកមន្ទីរពេទ្យក្បែរហ្នឹងទៅគេយល់បានថាប្រហែលជាឈិនអ៊ីគិតគូរដល់អ្នកជំងឺចង់រកកន្លែងណាចិត្តអីអញ្ចឹងណាសើឈិនអ៊ីរបស់យើងថាជាមនុស្សដែលមានសប្បុរសធម៌អីអញ្ចឹងទៅឈិនអ៊ីរបស់យើងបដិសេធហ្មងថាគេមិនមែនជាមនុស្សសប្បុរសធម៌អីទេគេព្យាបាលយកលុយតើរម្នាក់ហ្នឹងគេប្រហែលជាគិតថាឈិនអ៊ីរបស់យើងនិយាយលេងសើចប៉ុន្តែអត់ទេនេះនិយាយមុខស្ងួតហើយសួរគេមានគ្រួសារអីអត់ហ្នឹងគឺអត់ទេគេគ្មានគ្រួសារឡើយហើយក៏នឹកឃើញដល់ការពីទូចតែត្រូវគ្រួសារលីហ្នឹងគេធ្វើបាបគេដេកចេញពីផ្ទះដោយសារមិនមែនកូនប្រុសរបស់គេមកដល់គ្រួសារមូរងគេក៏បន្ទោថាគេនឹងជាមនុស្សចង្រៃជាមនុស្សអុចត្បាតចូលមកដល់ភ្លាមក៏ធ្វើឲ្យលោកម្ចាស់មូរងនឹងស្លាប់អីអញ្ចឹងទៅត្រឹមតែជាក្មេងម្នាក់តែបែរជាមិនទទួលក្តីស្រឡាញ់ទទួលការស្អប់ខ្ពើមពីគ្រួសារទាំងពីរនឹងជំនួសទៅវិញតែមិនផ្លាយទេដែលគេមានអត្តចរិតរៀងកោងកាចហើយមិនទុកចិត្តមិនមានមនុស្សចេតនាអ្វីទាំងអស់ព្រោះតែអ្នកទាំងអស់គ្នាមិនដែលផ្ដល់ឲ្យគេនៅរឿងទាំងអស់នឹងឡើយជាពេលនៅមន្ទីរពេទ្យមានប្តីប្រពន្ធពីរនាក់កើតជំងឺល្បែងទាំងពីរកម្រិតធ្ងន់ធ្ងរហើយគ្រូពេទ្យប្រុសនឹងក៏សួរច្បាប់គ្រូពេទ្យស្រីថាពួកគេនឹងគិតយ៉ាងម៉េចតែលោកគ្រូពេទ្យចិត្តដាច់ម្នាក់នេះថាមានអីទៅពិបាកគិតតែពេលមនុស្សប្រឈមមុខនៅទ្វារយមរាជហើយពួកគេច្បាស់ជាគិតតែពីជីវិតរបស់ខ្លួនឯងនឹងឯងសម្ដីរបស់លោកគ្រូពេទ្យឡើងអត់មានមនុស្សចេតនាអីសោះហ្មងណាដល់ពេលគេត្រឡប់មកដល់ផ្ទះវិញស្រាប់តែឃើញកូនក្មេងយកអាសម្បត្តិជាច្រើនដែលនៅក្នុងប្រអប់សម្បត្តិមុខផ្ទះរបស់គេនឹងយកទៅធ្វើយន្តហោះគប់លេងឡើងពេញហ្នឹងដោយសារតែពួកគេឃើញនៅនឹងយូរហើយអត់មានយកទៅណាផងមានណាក៏ត្រូវបានឈិញអីនឹងដេញពួកគេចេញពីនឹងអស់ទៅប្រមូលសម្បត្តិនោះយកមកទុកវិញពួកអាចជារបស់ម្ចាស់ផ្ទ
ផ្ទះចាស់ដែលគេធ្លាប់នៅហ្នឹងហើយសបុតខ្លះក៏វាមានហាយចេញក្រៅអីអញ្ចឹងទៅក៏ធ្វើឲ្យឈិញអ៊ីរបស់យើងបានឃើញអត្ថន័យនៅក្នុងសបុតដែលវាអសរោះខ្លាំងមែនតើតែអ្នកម្ខាងទៀតនឹងស្ដីថាឲ្យអ្នកដែលគេផ្ញើសបុតមកឲ្យនឹងអត់តបអត់អីក៏តែគេខ្លួនបានឲ្យសោះបើសិនជានាងបានជួបគេវិញនឹងចាប់គេទៅដាក់កម្មាកំព្រីហើយឈិញអ៊ីមើលសបុតនឹងហើយលង្ហួរចិត្តប៉ុន្តែពេលហ្នឹងគេចាប់អារម្មណ៍ទៅលើពាក្យប្រមាណម៉ាត់ក្នុងសបុតហ្នឹងតែយកសបុតផ្សេងទៀតមកក៏វាមានពាក្យហ្នឹងទៀតបើឲ្យឈិញអ៊ីរបស់យើងយល់ពីអត្ថន័យរបស់អ្នកសរសេរសបុតហ្នឹងហ្មងក៏បានសរសេរតសបុតទៅកាន់គេវិញទៅថាមនុស្សដែលគេផ្ញើសបុតឲ្យហ្នឹងគឺបានចាក់ចេញពីផ្ទះហ្នឹងយូរហើយបើសិនជាគេត្រូវការរកចាំបាច់ហ្នឹងគួរតែតាក់ទងទៅប៉ូលីសទៅហើយអ្នកដែលផ្ញើសបុតមកគឺជារិនស៊ូស៊ូនឹងហើយដែលពេលនេះនាងនៅកំពង់ផែណានឆឹងគូរូបឲ្យភ្ញៀវដើម្បីរកប្រាក់ខ្លះអញ្ចឹងណាតបមកក៏ឆ្លៀតសួរទៅកាន់ភ្ញៀវហ្នឹងថាគេទៅមកពីប៉ៃឆឹងត្រូវអត់ដល់ពេលឮគេមកពីទីនោះពិតមែននាងសុំសួរគេថាមានបានឃើញប្រទះជាមួយនឹងមនុស្សស្រីដែលនៅក្នុងរូបហ្នឹងអត់ប្រឹងប្រាប់គេថានាងស្រស់ស្អាតមានបច្រយចំណាំជាពិសេសអីអញ្ចឹងទៅប៉ុន្តែភ្ញៀវស្រីហ្នឹងក៏បដិសេធថានាងអត់ដែលឃើញទេរួចហើយស៊ូស៊ូរបស់យើងក៏ត្រឡប់មកផ្ទះវិញហើយនាងនៅបន្ទប់ជួលជាន់ខាងលើជាមួយនឹងម្ចាស់ផ្ទះដែលពួកគេនៅខាងក្រោមគាត់ទៅឃើញស៊ូស៊ូមកវិញហ្នឹងក៏ចិត្តល្អហើយនាងមកញ៉ាំអីជាមួយគេអញ្ចឹងណាតែស៊ូស៊ូរបស់យើងបដិសេធថានាងញ៉ាំរួចរាល់ហើយដល់ពេលស៊ូស៊ូរបស់យើងទៅបានពួកគេក៏បាននិយាយពីនាងដែលជាស្រីស្អាតម្នាក់រៀនក៏បានខ្ពង់ខ្ពស់ប៉ុន្តែមិនព្រមទៅកន្លែងផ្សេងទេសុខចិត្តនៅលំបាកទីនេះរៀងរាល់ថ្ងៃហ្នឹងក៏ទៅកំពង់ផែដោយសារទីនោះគឺជាកន្លែងដែលមនុស្សចេញចូលច្រើននាងអាចមានឱកាសទៅសួរអ្នកទាំងអស់គ្នានៅទីហ្នឹងដើម្បីស្វែងរកបងស្រីរបស់នាងហើយស៊ូស៊ូណែពេលដែលមកដល់គ្រាន់តែឃើញសបុតនៅមុខបន្ទប់ហ្នឹងនាងឡើងសប្បាយចិត្តហ្មងនាងស្មានតែបងស្រីរបស់នាងតមតើតែមានណាទៅបើមើលទៅគឺជាសម្បត្តិរបស់ឈិញអ៊ីនឹងឯងរួចហើយនាងក៏បានតសម្បត្តិទៅគេវិញទៅតំណែងរបស់អ្នកទាំងពីរក៏ចាប់ផ្ដើមពីពេលហ្នឹងមកដោយការឆ្លើយតសម្បត្តិគ្នាទៅវិញទៅមកដោយឈិញអ៊ីគេបានមើលយល់ពីពាក្យសម្ងាត់នៅក្នុងសម្បត្តិរបស់នាងដោយសារតែអក្សរផ្សេងៗហ្នឹងវាក៏ក្រេកមានតែប្រមាណអក្សរទេដែលស្អាតហើយតែងតែមាននៅក្នុងរាល់សម្បត្តិដែលនាងសរសេរទៅហើយពាក្យសម្ងាត់របស់នាងនោះគឺជាការសន្យារបស់ពួកគេទាំងពីរនាក់ហើយណាត់ជួបនៅមណ្ឌលកុមារកំព្រាតែគេមិនលើកទឹកចិត្តឲ្យនាងសរសេរសម្បត្តិមកទៀតទេនាងគួរតែទទួលស្គាល់ជីវិតមនុស្សកើតមកគឺដើម្បីដើរតែម្នាក់ឯងតែប៉ុណ្ណោះស្រួលមិនស្រួលគេបានឃើញសម្បត្តិនាងហើយប៉ុន្តែគេមិនចង់តបឬមួយក៏សំណាងអាក្រក់ប្រហែលជាស្លាប់បាត់ហើយក៏មិនដឹងប៉ុន្តែអានសម្បត្តិរបស់គេហើយធ្វើឲ្យស៊ូស៊ូនឹងខឹងខ្លាំងមែនតើឡើងហូរទឹកភ្នែកតែម្ដងតែគេមកដាក់តនីឲ្យអាឡានមនុស្សដែលនាងសរសេរសម្បត្តិឲ្យនឹងស្លាប់តែគេលេបយកពាក្យបណ្ដាសានឹងវិញទៅហើយចេញអ៊ីដែលនៅម្ខាងទៀតគេមិនដឹងទេថាសម្បត្តិរបស់ខ្លួននេះធ្វើឲ្យមនុស្សស្រីម្នាក់យំនោះក៏សួរបញ្ជាក់ទៀតថាគេធ្វើឲ្យនាងយំមែនអ្នកខាងណែក៏បានតបទៅកាន់គេវិញទៅនាងទទួលស្គាល់ថាគេនឹងឆ្លាតដែលអាចមើលដឹងពីអត្ថន័យសម្បត្តិរបស់នាងប៉ុន្តែទោះបីជាអញ្ចឹងក៏ដោយគេមិនគួរណាថាពាក្យមើលងាយលេងសើចទៅលើជីវិតមនុស្សអញ្ចឹងឡើយតែគេមានអារម្មណ៍ថាអស្ចារ្យណាស់មែនពេលដែលគេនិយាយពាក្យទាំងអស់ហ្នឹងគេនិយាយថាមនុស្សកើតមកដើម្បីដើរម្នាក់ឯងនោះវាគ្រាន់តែមកពីគេនេះអត់មានពីណាគេនៅក្បែរបើសិនជាគេមានវិញគេនឹងយល់ពីតំណែងរបស់មនុស្សថាមិនងាយបំភ្លេចនរណាម្នាក់បានងាយឡើយគួរឲ្យស្ដាយគេនឹងសំណាអាក្រក់មិនបានយល់ពីរឿងហ្នឹងឡើយធ្វើឲ្យឈិញអ៊ីរបស់យើងអស់ពាក្យវាចាតែម្ដងអត់បានតបតអីទៅនាងទៀតទេដល់ថ្ងៃបន្ទាប់មកពេលដែលគេទៅដល់ clinic ហ្នឹងប្រាប់តែប្រពន្ធអ្នកជំងឺល្បែងកាលពីថ្ងៃមុនហ្នឹងបានយកលុយទិញទួយដែលខ្លួនឯងខំសំក៏ដូចជាអញ្ជៀនដែលពាក់នៅដៃនេះកុំឲ្យលោកគ្រូពេទ្យជួយព្យាបាលជំងឺល្បែងហ្នឹងផងទៅលោកគ្រូពេទ្យដែលនេះក៏យល់ព្រមតែគេក៏យល់ច្រឡំព្រោះនាងមិនមែនឲ្យព្យាបាលនាងទេគឺឲ្យជួយព្យាបាលប្តីរបស់នាងមិនឲ្យគេជួយលាក់កុំឲ្យប្តីនាងដឹងធ្វើឲ្យឈិញអ៊ីរបស់យើងឯនេះភាំងមួយសាហើយស្រាប់តែគ្រូពេទ្យផ្សេងហ្នឹងបានយកកដាប្រាក់ដែលប្តីរបស់នាងយកផ្ទះទៅបញ្ចាំដើម្បីប្រមូលលុយមកព្យាបាលប្រពន្ធហើយក៏សុំឲ្យគ្រូពេទ្យហ្នឹងជួយលាក់ដូចគ្នាកុំឲ្យប្រពន្ធខ្លួនដឹងឲ្យឈិញអ៊ីនេះគេមិនចង់ជឿទេហើយចុះគេវិញថាគេមិនព្យាបាលទេមែនគ្រូពេទ្យម្នាក់ហ្នឹងក៏ប្រាប់ទៅថាគេមិនព្យាបាលទេឥឡូវគេទៅធ្វើការបាត់ដីដើម្បីរកលុយបន្ថែមទៀតហើយមានឯណាប្រពន្ធនេះក៏រកឃើញថាប្តីយកផ្ទះទៅបញ្ចាំដើម្បីទៅព្យាបាលខ្លួនហើយប្តីថាកុំខ្វល់អីដើម្បីទៅឲ្យប្រពន្ធជាគេសុកចិត្តលះបង់ទាំងអស់ដល់ពេលឃើញមនុស្សពីរនាក់ដែលពួកគេពិតជាមានមនោសញ្ចេតនាពិតប្រាកដឲ្យគ្នាបែបនេះទៅក៏ធ្វើឲ្យឈិញអ៊ីរបស់យើងនឹកឃើញទៅដល់ពាក្យរបស់ស៊ូស៊ូដែលបានប្រាប់គេថាបើសិនជាគេមានមនុស្សនៅក្បែរនឹងធ្វើឲ្យគេមិនងាយបំភ្លេចម្នាក់នឹងបានឡើយក៏វាបានឃើញរឿងប្តីប្រពន្ធអ្នកជំងឺទាំងពីរនាក់នឹងហើយធ្វើឲ្យឈិញអ៊ីគេទទួលស្គាល់នៅពាក្យរបស់ស៊ូស៊ូមួយនឹងហើយទើបទៅសេសបត់ឲ្យស៊ូស៊ូទៅតែបើក្បាលមកគេជូនចំពោះកញ្ញាទឹកភ្នែកថាគេទទួលស្គាល់ពីសម្ដីរបស់នាងហើយគេសុំកែពាក្យដែលថាកើតមកដើម្បីដើរម្នាក់ឯងនោះវិញព្រោះពេលខ្លះនៅលើផ្លូវធ្វើដំណើរក៏ចៃដន្យជួបជាមួយនឹងអ្នកផ្សេងទៀតផងដែររួចហើយក៏សុំតទៅកាន់នាងដែលពាក្យពេចន៍ដែលគេសេសបត់ឲ្យនាងនឹងប្រហែលជាមិនព្រោះពិសាប៉ុន្តែគេចង់ឲ្យនាងដឹងថាគេអត់មានចេតនាធ្វើឲ្យនាងឈឺចាប់ទេប៉ុន្តែពេលសម្ដីរបស់គេនេះវាក្រោក្រៀតបន្តិចព្រោះវាគឺជាអត្តចរិតរបស់គេទៅហើយតែគេក៏មានរឿងចង់កែនាងទៅសេសបត់ទៅមនុស្សដែលនាងបារម្ភនឹករលឹកមិនគួរណាចេះស្ដីប្រមាថអីបែបហ្នឹងទេហើយពេលដែលស៊ូស៊ូទទួលបានសបត់នឹងហើយនាងក៏អស់សំណោចពេលក៏បានទៅសេសបត់តបគេវិញទៅលោកគ្រូប៉ែដែលណែគ្រាន់តែត្រឡប់មកដល់ផ្ទះភ្លាមអត់ឃើញកតុយសបត់ដែលលៀនចេញដូចរាល់ដងហ្នឹងឡើងអត់សប្បាយចិត្តតែដល់ពេលទៅបើកប្រអប់សបត់មើលទៅឃើញវាធ្លាក់ទៅក្នុងនេះក៏សប្បាយចិត្តឡើងមកវិញអ្វីដែលសំខាន់នាងបានដាក់ឈ្មោះឲ្យគេទៀតថាលោកទូហួរពេលក៏ប្រាប់ពីហេតុផលដែលនាងទៅសេសបត់ចេះប្រមាថឬក៏ប្រើពាក្យអាក្រក់អីទាំងអស់ហ្នឹងសារតែនាងចាប់បង្ហាញតែ
កាន់អាឡានឹងរំលឹកពីរឿងរ៉ាវជាច្រើនដែលពួកគេបានឆ្លងកាត់ជាមួយគ្នាវាពិបាកនឹងបកស្រាយនៅក្នុងសម្បត្តិនេះណាមានតែអាឡានទេដែលគេអានសម្បត្តិនឹងហើយគេយល់ហើយនាងចង់ជួបមុខគេមែនតែនថាគេនឹងមានមុខមាត់បែបណាទៅជាគ្រូពេទ្យទេប៉ុន្តែសម្ដីអាក្រក់ដូច្នេះហើយបានជានាងដាក់ឈ្មោះឲ្យគេថាទូហួរនឹងឯងពួកនឹងគឺជាឈ្មោះគ្រូពេទ្យលក់ថ្នាំបុរាណដែលសម្ដីអាក្រក់ម្នាក់ស័ក្តិសមនឹងគេខ្លាំងណាស់ហើយពាក្យដែលគេហៅនាងថាកញ្ញាទឹកភ្នែកនោះនាងសុំកែប្រែនាងមិនមែនជាមនុស្សស្រីទេណានាងគឺជាក្មេងប្រុសចិនអ៊ីរបស់យើងក៏បានតបទៅវិញទៅថាគេមិននឹកស្មានថានាងជាក្មេងប្រុសទេដោយសារការតសេសម្បត្តិរបស់នាងមកនេះវាភ្ជាប់ជាមួយនឹងក្លិនមួយយ៉ាងដែលមនុស្សស្រីតែងតែប្រើប្រាស់ណាចឹងក៏មានន័យថានាងប្រហែលជាក្មេងប្រុសម្នាក់ដែលទន់ភ្លន់មានសម្រស់ស្រស់ស្អាតល្វត់ល្វន់ដូចជាមនុស្សស្រីហើយមកទៅនោះពេលទាំងអស់នឹងហើយស៊ូគេឡើងមួម៉ៅដែលគេចាប់បានតែក៏សប្បាយចិត្តមកវិញតែដែលឈិញអ៊ីគេពេញចិត្តជាមួយនឹងឈ្មោះដែលនាងដាក់ឲ្យថាទូហូនោះវាស័ក្តិសមគេណាបើសិនជានាងមកពិនិត្យកន្លែងគេនឹងចុះតម្លៃ 10% ហើយបើរឿងដែលនាងចង់មកជួបគេវិញគេសុំបដិសេធហើយព្រោះគេគឺជាគ្រូពេទ្យមុខអាក្រក់កម្ពស់1ម៉ែត្រពីដីសម្ដីនឹងក៏អាក្រក់គ្មានតម្លៃអីដើម្បីទទួលបានការជួបពីនាងទេស៊ូនឹងក៏តទៅវិញទៅថានៅសាលាសិល្បៈរបស់នាងនេះពីណាក៏និយាយដែរនាងគឺជាមនុស្សប្រុសដែលមានកម្លាំងខ្លាំងសាច់ដុំធំអាចលើកភ្នំបានណាបើប្រៀបធៀបជាមួយនឹងប្រុសសម័យនេះនាងខ្លាំងក្លាជាងពួកគេឆ្ងាយណាស់ដោយហើយក៏ភ្ជាប់ជាមួយនឹងរូបមួយសន្លឹកដើម្បីឲ្យគេសម័យឃើញពីរូបរាងរបស់នាងហើយរូបគេនឹងឡើងដូចជាតួកីឡាករអញ្ចឹងគ្រាន់តែឃើញក៏ដឹងថានាងកុហកដែរពេលឈិញអ៊ីរបស់យើងបែរទៅម្ខាងទៀតក៏ឃើញរូបរបស់ខ្លួនឯងដែលនាងគូចេញមកឡើងអាក្រក់ជាងនាងទៀតសិតមានពុកមាត់មានអីនេះឈិញអ៊ីរបស់យើងក៏បានតបវិញទៅថារូបដែលនាងផ្ញើមកនោះវាមិនមែនជារូបមនុស្សពិតប្រាកដឡើយហើយតាមវិទ្យាសាស្ត្រនៃចំណេះដឹងរបស់គេនឹងផ្ញើរូបភាពត្រឹមត្រូវនៃរូបរាងមនុស្សមួយឲ្យនាងបានមើលដល់ពេលស៊ូរបស់យើងទៅមើលទៅនាងបិទឡើងលឿនហ្មងព្រោះរូបមនុស្សនោះវាបង្ហាញយ៉ាងច្បាស់ពីអវយវៈរបស់មនុស្សក៏ចោទប្រកាន់លើឈិញអ៊ីនឹងថារោគចិត្តហើយឈិញអ៊ីថារោគចិត្តអីគេក្នុងផ្នែករបស់គ្រូពេទ្យទាំងអស់នោះវាគ្រាន់តែជាសាច់ដុំសរីរាង្គសរសៃឈាមអីទាំងអស់នឹងឯងបើសិនជាគេធ្វើឲ្យនាងភ័យខ្លាចនោះឲ្យនាងមើលស្លឹកឈើដែលគេផ្ញើមកនឹងទៅដែលនៅបៃឆឹងពេលនេះគឺជារដូវស្លឹកឈើជ្រុះហើយនាងសម័យទេសភាពពេលហ្នឹងដើម្បីឲ្យនាងសប្បាយចិត្តចាត់ទុកថាជាការសុំទោសរបស់គេចំពោះនាងទៅចនៅពេលឆិនជារដូវស្លឹកឈើជ្រុះហើយប៉ុន្តែនៅណានឆិនកន្លែងដែលស៊ូនៅស្លឹកឈើនៅតែពណ៌បៃតងដដែលដូច្នេះនាងគ្មានលឹកឈើឲ្យគេមើលទេមានតែនំប្រចាំតំបន់ហ្នឹងផ្ញើឲ្យគេបានភ្លួពួកគេនៅកន្លែងផ្សេងគ្នាទេប៉ុន្តែការឆ្លើយឆ្លងរបស់ពួកគេដូចបាននៅជាមួយគ្នាអញ្ចឹងសូម្បីតែការញ៉ាំនំហ្នឹងក៏អញ្ចឹងដែរតពីហ្នឹងមកពេលដែលទៅដល់មន្ទីរពេទ្យក៏បានឃើញគ្រួសារមួយគេជួបជុំគ្នាមើលទៅរីករាយមែនតែនហើយជួនអីពេលដែលអានសម្បត្តិរបស់ស៊ូថានាងនឹកម្ហូបដែលម្ដាយរបស់នាងធ្វើឲ្យគេក៏ទៅបានឃើញក្មេងប្រុសម្នាក់បញ្ចុកអាហារទៅកាន់ម្ដាយរបស់ខ្លួនធ្វើឲ្យឈិញអ៊ីរបស់យើងនឹកឃើញដល់រឿងរបស់ខ្លួនឯងដែលអត់មានគ្រួសារអីដូចជាគេទេមានម្នាក់ប៉ុណ្ណោះដែលគេអាចចាត់ទុកថាជាគ្រួសារបានមិនដឹងថាមនុស្សស្រីម្នាក់នឹងត្រូវជាអ្វីនឹងគេឡើយប៉ុន្តែគាត់មើលថែបំពេគេឲ្យគេងលក់ខណៈពេលដែលអ្នកផ្សេងទៀតស្អប់ខ្ពើមគេរៀលគេថាជាពូជអាក្រក់រុញគេទៅវិញទៅមករវាងគ្រួសារទាំងពីរនឹងពេលណាគេចង់ទទួលគេចូលទៅក្នុងគ្រួសារឡើយដូច្នេះហើយគេមិនយល់ទេពាក្យថាគ្រួសារមានអត្ថន័យយ៉ាងម៉េចនោះទៅឆ្ងល់ស៊ូជីវិតរបស់នាងមើលទៅលំបាកណាស់ហេតុអីបាននាងនឹកដល់គ្រួសាររបស់នាងរហូតអញ្ចឹងស៊ូនេះមិនអាចបរិយាយបានទេពាក្យថាគ្រួសារនោះវាមានន័យយ៉ាងម៉េចគ្រាន់តែថាពេលដែលនាងទៅគ្រួសាររបស់នាងគឺមានម្ដាយនាងដែលព្រួយបារម្ភពីនាងឃើញនាងស្គមទៅធ្វើអាហារឡើងពេញតុឲ្យនាងញ៉ាំចំណែកលោកប៉ារបស់នាងវិញក៏ទៅដាំសួនផ្កាជាច្រើនដើម្បីឲ្យនាងបានគយគន់ហ្នឹងហើយដែលនាងកំណត់ថាជារសជាតិនៃគ្រួសាររបស់នាងនោះតែក្នុងពេលជាមួយគ្នានេះក៏ឃើញស៊ូក៏ដុតកដាសែនមិនដឹងថាពេលនេះគ្រួសាររបស់នាងនៅមានទៀតឬក៏អត់ទេកន្លែងមកមើលឈិញអ៊ីរបស់យើងឯណែវិញបន្ទាប់ពីទទួលនៅអត្ថន័យនៃពាក្យថាគ្រួសារពីស៊ូហើយនោះគេក៏បានដាច់ចិត្តមកខលទៅរកបងប្រុសរបស់គេដបងអត់ហ៊ាននិយាយអីទេប៉ុន្តែឈិញយូគេទាយដឹងថានេះគឺជាឈិញអ៊ីហើយសួរទៅពេលនេះគេនៅណានៅណីមកដល់វិញហើយមិនក៏មិនត្រឡប់មកទេអីអញ្ចឹងទៅតែឈិញអ៊ីរបស់យើងបានប្រាប់ទេហើយក៏បាននិយាយពាក្យថារីករាយពិធីបុណ្យរដូវស្លឹកឈើជ្រុះជាមួយនឹងបងប្រុសរបស់គេទៅវាចម្លែកខ្លាំងមែនតែនដែលគេមកនិយាយពាក្យអីទាំងអស់នេះទៅធ្វើឲ្យឈិញយូហ្នឹងគេគិតយល់បានថាពេលនេះជីវិតបងប្រុសរបស់គេប្រហែលជាសប្បាយរីករាយណាស់ហើយមកទៅឈិញអ៊ីនេះគេបើកចិត្តនិយាយពីរឿងមនុស្សស្រីម្នាក់ដែលគេបានស្គាល់ដែលនាងចម្លែកខ្លាំងមែនតែនហើយក៏បន្តនិយាយរឿងរ៉ាវជាច្រើនទៀតពីស៊ូឲ្យបងប្រុសរបស់គេបានដឹងបន្ទាប់ពីហ្នឹងមកគេក៏បានផ្ញើសម្បត្តិទៅអរគុណស៊ូរបស់យើងដោយសារតានាងទៅធ្វើឲ្យគេមានភាពក្លាហានតាក់ទងទៅកាន់គ្រួសាររបស់គេទាំងដែលតាំងពីដើមឡើយគេជាមួយគ្រួសារអត់មានអីទេក្រៅពីការអន់ចិត្តការស្អប់ខឹងនោះត្រឹមតែប៉ុណ្្នឹងទេដើម្បីបញ្ជាក់ភាពស្មោះត្រង់របស់គេចំពោះនាងក៏បានថតរូបរបស់គេផ្ញើទៅជាមួយសម្បត្តិនឹងផងដែរប៉ុន្តែគួរឲ្យសោកស្ដាយចាប់តាំងពីពេលហ្នឹងមកគេអត់បានទទួលសម្បត្តិរបស់នាងទៀតទេតែឈិញអ៊ីនឹងអត់បោះបង់ឡើយតែងតែផ្ញើទៅសួរនាំនាងរហូតតើនាងមានរឿងអីហេតុអីបានជានាងមិនឆ្លើយតបជាមួយគេណាដល់ថ្នាក់ឲ្យបងប្រុសរបស់គេជួយទៅណានឆឹងនឹងដើម្បីស្វែងរកនាងទៀតប៉ុន្តែពេលដែលទៅដល់នាងបានរើចេញពីបន្ទប់ជួលនឹងបាត់ទៅហើយមិនដឹងថានាងទៅណាទេគេគិតថានាងរវល់រៀនហើយជាមមាញឹកមិនអាចតសម្បត្តិគេបានអីអញ្ចឹងទៅប៉ុន្តែគេសង្ឃឹមថានាងអាចឆ្លើយតបជាមួយគេមុនពេលដែលរដូវផ្ការីមកដល់មិនដឹងថាគេទទួលបាន
បានដែរឬក៏អត់ទេអតីតកាលរបស់ពួកគេទាំងពីរនាក់ក៏ស្លេះចប់ទៅត្រឹមនឹងសិនត្រឡប់ចូលមកដល់បច្ចុប្បន្នវិញខណៈពេលដែលមនុស្សទាំងអស់គ្នាកំពុងតែសប្បាយរីករាយនៅក្នុងកម្មវិធីឈិញអ៊ីរបស់យើងអត់មានអារម្មណ៍ជាមួយនឹងកម្មវិធីនឹងទេកែវភ្នែករបស់គេគឺសម្លឹងមើលតែស៊ូស៊ូនឹងតែប៉ុណ្ណោះហើយពេលនឹងមីងសៀនក៏មកស្ដីឲ្យតែគេទៅសងំនៅណាគេកំពុងរកមុខដូចបោសដើម្បីតែកាត់នំហ្នឹងណាតែវាគឺជាកម្មវិធីដែលគេចង់ធ្វើឡើងចឹងហើយសុំឲ្យគេនេះធ្វើឲ្យចាប់ចុងចាប់ដើមផងទៅហើយឈិញអ៊ីរបស់យើងក៏តបទៅថាពីណាគេចង់ក៏ចោលគូនដឹងរបស់គេនៅខាងក្រៅហ្នឹងមកអង្គុយក្នុងបន្ទប់ពិបាកចិត្តតែម្នាក់ឯងហើយឈិញយូឃើញអញ្ចឹងក៏ចូលមកតាមស្ដីឲ្យបងប្រុសរបស់គេទៅបើជ្រុលជាយល់ព្រមជាមួយគោលការណ៍មួយហ្នឹងទៅហើយសុំគេហ្នឹងណាធ្វើខ្លួនឲ្យស័ក្តិសមជាកូនកន្លោះបន្តិចទៅមិនបានតកូនក្រមុំឲ្យនៅក្រៅតែម្នាក់ឯងអញ្ចឹងតែសម្រាប់ឈិញអ៊ីរបស់យើងមង្គលការនេះវាគ្រាន់តែជាការដោះដូរផលប្រយោជន៍មួយតែប៉ុណ្ណោះតាមពិតទៅមិនចាំបាច់ទៅរៀបចំកម្មវិធីអីទាំងអស់ហ្នឹងទេប៉ុន្តែពួកគេនឹងខ្លាចអ្នកមើលមកវាមិនល្អបានជាប្រឹងរៀបចំកម្មវិធីហ្នឹងដើម្បីបិទបាំងណាគឺអញ្ចឹងបងប្រុសឯណែក៏ទៅហាមប្អូនកុំឲ្យនិយាយបែបហ្នឹងឲ្យម្ដាយលឺអីសោះស្រាប់តែឈិញអ៊ីរបស់យើងថាកុំបារម្ភអីគេមិនធ្វើឲ្យបងប្រុសម្នាក់ហ្នឹងពិបាកទេគេក៏មិនលូកដៃទៅតាមបាឡាំងរបស់បងប្រុសរបស់គេនៅក្នុងគ្រួសារហ្នឹងដែរបើសិនជាមិនពេញចិត្តវត្តមានគេនៅទីនេះអាចចាប់គេដាក់ចូលគុកដូចជា3ឆ្នាំមុនទៀតបានឈិញយូណែក៏ស្ដីឲ្យបងប្រុសរបស់គេទៅមិនបានចេះអញ្ចឹងវាមិនដូចជាគេគិតឡើយឈិញយីថាគេនិយាយខុសមែនក្រែងពេលនោះគេបកលខ្លួនឲ្យទៅបលីក្រែងជឿជាក់ថាគេនេះគឺជាឃាតករសម្រាប់លោកហួរហ្នឹងឈិញយូណែគេឡើងខឹងសួរទៅកាន់បងប្រុសរបស់គេទៅគឺតែគេនឹងជឿជាក់រឿងទាំងអស់ហ្នឹងមែនឈិញយីគេអត់ឆ្លើយអីទេទៅឈិញយូនឹងគេថាឈុំនិយាយរឿងអតីតកាលទៀតទៅមកគិតពីបច្ចុប្បន្នវិញគេដឹងថាបងរបស់គេនេះមិនពេញចិត្តជាមួយនឹងមង្គលការមួយហ្នឹងទេដូច្នេះហើយគេបានរៀបចំសម្បូរយន្តហោះឲ្យឈិញយីនឹងរួចចៃតែគេអាចចាក់ចែងទៅពេលណាក៏បានដែរទៅបន្តការសិក្សាមុខវិជ្ជាវះកាត់ផ្នែកពេទ្យរបស់គេនៅឯប្រទេសអង់គ្លេសទៅតាមគោលបំណងរបស់ឈិញអ៊ីនឹងចង់បានគេនៅក្មេងទៅបងប្រុសម្នាក់នេះមិនចង់ឲ្យគេរស់នៅពោពេញទៅដោយការស្អប់ទេចង់ឲ្យគេតបំណងប្រាថ្នារបស់គេរស់នៅទៅតាមអ្វីដែលគេចង់បានរឿងនៅទីនេះទុកឲ្យគេជាអ្នកដោះស្រាយមើលទៅបងប្រុសម្នាក់នេះក៏មានក្តីស្រឡាញ់ខ្លះដែរសម្រាប់គេនោះតែឈិញអ៊ីរបស់យើងគេមិនទទួលទេកុំឲ្យបងប្រុសរបស់គេមកខ្វាយខ្វល់រឿងរបស់គេអីបើមានពេលណាគួរតែចាប់អារម្មណ៍ពីគោលដណ្ដឹងរបស់បងវិញទៅនាងគ្រោះថ្នាក់ជាងអ្វីដែលបងប្រុសរបស់គេបានដឹងគេតែជួយជាមួយនឹងបងថ្លៃលើកដំបូងទេបែរជានិយាយពាក្យហ្នឹងធ្វើឲ្យឈិញយូគេចង់ដឹងថាស្គាល់គ្នាមែនប៉ុន្តែឈិញអ៊ីគេមិនប្រាប់តែជាទៅសួរបងប្រុសរបស់គេវិញមិនបានស្គាល់នាងឈិញយូនឹងក៏ប្រាប់ទៅថាកាលនោះគេបានទៅណានចាដើម្បីធ្វើជំនួយនឹងបានជួយជាមួយនឹងលោកហ្វាងដែលត្រូវជាឪពុករបស់នាងក៏បានចូលមកគោរពគេហើយមានគោលបំណងចង់សម្ព័ន្ធភាពជាមួយនឹងគ្រួសារមូរងហើយកូនស្រីរបស់គេមករៀបការជាមួយនឹងឈិញយូនឹងឯងទើបគេយករឿងនេះមកពិភាក្សាជាមួយនឹងម្ដាយគាត់ក៏យល់ស្របទើបពួកគេរៀបចំពិធីមង្គលការនឹងឡើងទៅឈិញយីលឺហើយគេហួចចិត្តហ្មងសូម្បីតែមង្គលការរបស់បងប្រុសគេនឹងក៏ដោយសារតែផលប្រយោជន៍ដែរក៏ទៅសួរបងប្រុសរបស់គេទៅចុះស្រឡាញ់មនុស្សស្រីម្នាក់នឹងដែរអត់ទេបានជាគេយល់ព្រមរៀបការជាមួយនាងនឹងឈិញយូនឹងក៏ប្រាប់ទៅចំពោះគ្រួសារធំៗដូចជាពួកគេនេះរឿងរៀបការអីទាំងអស់ហ្នឹងវាគ្រាន់តែជាមុខជំនួយរបស់ពួកគេប៉ុណ្ណោះវាគ្មានមនោចេតនាអីនៅក្នុងនឹងទេហើយក្នុងនាមគេជាកូនច្បងម្នាក់គេក៏ទទួលយកវាក្នុងនាមជាទំនួលខុសត្រូវរបស់គេនឹងឯងតែទោះបីជាអញ្ចឹងក៏ដោយបងថ្លៃរបស់គេក៏ជាមនុស្សស្រីល្អម្នាក់ផងដែរឮពាក្យនឹងហើយឈិញយីគេចង់តែសើចតែបងប្រុសរបស់គេនេះស្គាល់គ្នាបានប្រហែលទៅបានដឹងថាគេគឺជាមនុស្សល្អនោះឈិញយូនឹងក៏ប្រាប់ទៅគេមិនបានតំណផ្ទាល់ក៏ពិតមែនប៉ុន្តែពួកគេបានតាក់ទងគ្នាតាមសម្បត្តិគេក៏អាចស្វែងយល់ពីបុគ្គលិកលក្ខណៈរបស់នាងតាមរយៈសម្បត្តិនឹងធ្វើឲ្យឈិញអ៊ីនេះក៏ហួសចិត្តមួយសារទៀតទៅដែលនាងប្រើវិធីសាស្ត្រតែមួយដែលតាក់ទងមកកាន់គេទៅតាក់ទងបងប្រុសរបស់ខ្លួនទៅគេចង់ប្រាប់ទៅកាន់បងប្រុសរបស់គេថាតាមពិតទៅហ្វាងមូឡានម្នាក់នេះគឺជានិយាយបានតែប៉ុណ្្នឹងស្រាប់តែស៊ូស៊ូគេចូលមកដល់ធ្វើឲ្យឈិញអ៊ីរបស់យើងនិយាយលេងបានទៀតទៅមកនឹងដោយសារដឹងបងប្អូនពីរនាក់នៅនឹងនាងក៏មានរបស់ចង់ឲ្យឈិញអ៊ីឲ្យអ្នកបដាយកមកទៅវាគឺជាហ្វាល់វីដេអូដែលចាក់នៅរោងកុនកាលពីថ្ងៃមុននាងគឺជាអ្នកដែលយកទៅដាក់ហើយយកមកវិញដោយផ្ទាល់តែបែរជានិយាយថាគ្រួសាររបស់នាងនេះបានខំស្វែងរកទិញពីឈ្មួញកដាលម្នាក់ព្រោះដឹងថារបស់នឹងវាពាក់ព័ន្ធទៅដល់គេឈ្មោះកិត្តិយសរបស់គ្រួសារមូរងក៏ដូចជាគ្រួសារហ៊ូផងដែរពិសេសគឺមុខមាត់របស់ឈិញអ៊ីផ្ទាល់ក៏ដូចជាកិត្តិយសរបស់អ្នកនាងហ៊ូនឹងផងដែរបើចូលជាគេមករៀបការជាមួយគ្នាទៅហើយគួរតែការពារគ្នាកុំឲ្យព័ត៌មាននឹងលេចលឺអីអញ្ចឹងទៅហើយនាងក៏ចាត់ទុកថានេះគឺជាអំណោយនៃការជួបមុខគ្នាមុនដំបូងជាមួយនឹងប្អូនថ្លៃអូនថ្លៃឯណែវិញកំពុងតែគ្រឺដំបូងឡើយនាងយកវាទៅវាយប្រហារគេឥឡូវហ្នឹងយកវាមកគំរាមគេដើម្បីកុំឲ្យបង្ហាញអត្តសញ្ញាណរបស់នាងគេនឹងចាំមើលថានាងមានផែនការអីបន្តទៀតហើយពេលហ្នឹងក៏បានទៅអរគុណដល់បងថ្លៃទៅណារួចក៏ទៅសើថាបងប្រុសរបស់គេគឺជាមនុស្សដែលមានភាពស្មោះត្រង់និងថ្លៃថ្នូរចំណែកបងថ្លៃជាមនុស្សដែលប្រកែកយល់និងពិចារណាបានជ្រៅជ្រះពួកគេគឺជាគូដ៏ស័ក្តិសមដែលឋានសួគ៌នឹងចាំមករីឯគេវិញគឺជាក្មេងដែលលូនចេញពីលូមនុស្សស្រីអាក្រក់កាច់សាហាវដូចជាហ៊ូមីងសៀនក៏ស័ក្តិសមឥតខ្ចោះជាមួយនឹងគេផងដែរហើយសាច់រឿងរបស់យើងគេក៏ស្លេះចោលធំហ្នឹងទៅចាំមើលភាគក្រោយគេចាប់ផ្ដើមសងសឹកគ្នាហើយខុសខើខំខៀខ្លាំងណាស់អញ្ចឹងកុំភ្លេចរងចាំតាមដានទស្សនាភាគក្រោយជាមួយទាំងអស់គ្នាណាអរគុណច្រើនបាយបាយ